នេះគឺជាឧបទ្ធានសាលាសាលាធម្មសភាសាលាបុណ្យសាលាធម្មសភានេះគឺជាសាលាបុណ្យសាលាធម្មសភាវត្តស្វាយជ្រុំឧបទ្ធានសាលាឧបទ្ធានសាលាវត្តអរិយក្សត្រហើយវត្តស្វាយជ្រុំនេះពហិរបាំងចេតិយនឹងថតអត់បានពហិរចាស់ពហិរវត្តអរិយក្សត្រហើយវត្តស្វាយជ្រុំខ្ញុំសុំទោសមិនខ្ញុំនិយាយខុសហើយវត្តអរិយក្សត្រហៅវត្តស្វាយជ្រុំដែរនៅប៉ុន្នេះបានវត្តស្វាយជ្រុំពិតប្រាកដនេះបានវត្តស្វាយជ្រុំពិតប្រាកដនេះគាត់ថតឲ្យឃើញតែប៉ុណ្ណឹងឯងអត់បាននៅយូរខ្ញុំបំរុងទៅវិហារសួរឲ្យកូនជូនទៅវិហារសួរនឹងគាត់ប្រាប់បញ្ជាក់ថានេះវត្តស្វាយជ្រុំពិតប្រាកដដែលមានកម្រងគេនេះហើយទល់មុខនៅចំត្រយមកខាងជ្រោយចង្វាមកវត្តព្រែកបង្កងអត់ទេវត្តព្រែកបង្កងពីដើមវាសម្បូរព្រែកវត្តកន្ទីយារាមវត្តកន្ទីយារាមអានេះថាម៉េចនេះច្រើនតែដាក់ខ្មោចវត្តកន្ទីយារាមផុតពីវត្តព្រែកបង្កងមកវត្តកន្ទីយារាមវត្តព្រែកលួងបាត់ដំបងមានព្រែកលួងនៅខាងអរិយក្សត្រនេះក៏មានវត្តព្រែកលួងដែរព្រែកលួងព្រែកថោងផ្សារព្រែកលួងផ្សារព្រែកលួងដូចគ្នា